វត្តសៀជាថ្នាំលាបញីឈ្មោលការពារទឹកនិងមិនកាន់ស្លែប្រៀបដូចជាទឹកលើស្លឹកឈូកអញ្ចឹងដោយផ្នែក A គឺជាធុងធំដែលយើងលាបសម្រាប់រក្សាគុណភាពពណ៌រយៈពេល15ឆ្នាំនិងផ្នែក B ជាទឹកកែវរំលាស់ទឹកដែលយើងលាបពីលើផ្នែក A ដើម្បីការពារជាតិទឹកប្រៀបបីដូចជាទឹកលើស្លឹកឈូកហើយយើងមិនត្រូវយកផ្នែក A និងផ្នែក B ចាក់បញ្ចូលគ្នាហើយដើម្បីលាបទេពេលណាយើងធ្វើបែបនេះគឺវាមិនត្រឹមត្រូវទៅតាមបច្ចេកទេសនៃថ្នាំលាបវត្តសៀឡើយបានន័យថាថ្នាំលាបវត្តសៀយើងលាបផ្នែក A រួចរាល់ទុកឲ្យស្ងួតបន្ទាប់មកយើងលាបផ្នែក B ពីលើផ្នែក A នឹងទើបវាអាចការមានប្រសិទ្ធភាពបានវាដល់លើដល់ហើយឡូវដល់ហើយចូលខ្លះវានៅណែតលើខ្លះហ្នឹងវាអញ្ចឹង